មកជូនលោកអ្នកដោយរីករាយជាមួយទឹកសណ្តែកខ្មៅ Yos ថ្មីនិងទឹកសណ្តែកស Yos សម្រាប់រាងកាយរឹងមាំ Yos ជំរុញបេតិកធម្មជាតិស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំបេះដូងខ្មែរ Lip Eye Sheer Color វិតមុនតាក់ទាញពីបបោមាត់កាន់ឈូ Lip Eye ត្រជាក់មែនស្រែងចាំមកស្អាតពិតត្រជាក់ពិតអុកស៊ីដោយមិនដោយក្រូមីមាន DHA ដល់ទៅ6ដងសម្រាប់ការលូតលាស់ខួរក្បាលនិងព្រីបាយអូទិកការពារប្រព័ន្ធរាងកាយកុមារឲ្យរឹងមាំនំស្រួយវ៉ាំវ៉ាំពិតជាមានរសជាតិឆ្ងាញ់មែនវ៉ាំវ៉ាំ Revlon បញ្ចេញមុនស្នេហ៍ពេញរាងកាយសូមជម្រាបសួរលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនសូមស្វាគមន៍កម្មវិធីសម្ដែងចាញ់ចាំងរបស់ស្ថានីយ៍ទូរទស្សន៍ CTN នៅក្នុងពេលនេះនាងខ្ញុំក៏សូមជម្រាបជូនដល់បេក្ខជននិងបេក្ខនារីថាកម្មវិធីរបស់យើងខ្ញុំបង្កើតឡើងនេះគឺដើម្បីស្វែងរកអ្នកដែលមានទឹកដមសម្លេងពីរោះពិតពីធម្មជាតិតើអ្នកណាដែលមានភ័ព្វសំណាងទទួលនៅជ័យលាភីទាំង3នេះដែលមានរង្វាន់ទឹកប្រាក់ចាប់ផ្ដល់ជូនចំនួន$35,000ជ័យលាភីលេខ1ទទួលបាន$20,000ជ័យលាភីលេខ2ទទួលបាន$10,000ជ័យលាភីលេខ3ទទួលបាន$5,000កិច្ចសន្យារយៈពេល1ឆ្នាំជាមួយនឹងផលិតកម្មចម្រៀងជាពិសេសអ្នកដែលគ្រងនៅតំណែងសំនៀងចាញ់ចាំងគឺមានតែម្នាក់គត់កាលពីសប្តាហ៍មុនតនច័ន្ទសីមានិងសាំងសេដានជាបេក្ខនារីពីររូបរបស់សំនៀងចាញ់ចាំងដែលត្រូវបន្តទៅវគ្គក្រោយទៀតជាមួយសប្តាហ៍នេះអ្នកណានឹងទទួលបានជ័យជំនះនៅក្នុងពេលនេះសូមអញ្ជើញលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនជួបវត្តមានគណៈកម្មការទី1គឺលោកគួនសុទ្ធសាដែលជាតារាចម្រៀងអូប៉េរ៉ាសូមផ្ដល់ជាសម្លេងទៅដែរក្នុងនោះមួយគណៈកម្មការទី2សូមស្វាគមន៍ជូនដល់អ្នកនាងមេកែពេជ្ជតាតារាចម្រៀងល្បីប្រចាំប្រជាជាតិកម្ពុជាគណៈកម្មការទី3គឺលោកសូសនៈគឺជាអនុបតីចាណូមកពីប្រទេសជប៉ុនចំណែកឯគណៈកម្មការទី4គឺកញ្ញាហងសុជាតាតារាចម្រៀងប៉បបន្ទាប់ពីលោកស្រីអ្នកនាងកញ្ញាបានឃើញវត្តមានគណៈកម្មការទាំង4គាត់បានត្រៀមខ្លួនរួចជាស្រេចចាដើម្បីជួបបេក្ខជននិងបេក្ខនារីនៅក្នុងពេលនេះលោកស្រីអ្នកនាងកញ្ញានឹងបានជួបនៅវិញ្ញាសាទី1គឺជារៀងកំបាំងមុខស្ដាប់តែសម្លេងតែប៉ុណ្ណោះនៅក្នុងពេលនេះសូមអង្វរអារម្មណ៍អស់លោកអ្នកនាងកញ្ញាជួបបេក្ខនារីទី1ថាតើជានរណាគេសូមស្ដាប់និងទស្សនាដូចតទៅសូមជឿក
ចាសូមអញ្ជើញគណៈកម្មការផ្ដល់ជាបន្ទុកជូនដល់បេក្ខនារីសូមអញ្ជើញគណៈកម្មការបានផ្ដល់បន្ទុកជូនដល់បេក្ខនារីទី1 6 5 5 5អរគុណច្រើនឥឡូវនេះសូមបេក្ខនារីបង្ហាញខ្លួនស្មានតែមនុស្សធំមិនមែនទេបងប្អូនដូចគ្នាឥឡូវនោះជំរាបសួរគណៈកម្មការតិចទៅសួស្តីក្មួយស្រីសួស្តីអ្នកមីងចាអាយុប៉ុន្មានឯកូនចានាងខ្ញុំមានអាយុ12ឆ្នាំចេះណាស់បានជាមីងសួរព្រោះស្ដាប់ទៅកូនចេះច្រៀងដែរចេះអឿនប៉ុន្តែកូនច្រៀងខុសចង្វាក់បន្តិចណាកូនណាចាហើយកូននៅស្ទើរណោតបន្តិចណាកូនណាចាអរគុណបាទសួស្តីម៉ាលីនសួស្តីម៉ាលីនមកដល់កន្លែងនេះបងជំរាបថាម៉ាលីនគឺមានសម្លេងដ៏ល្អហើយបានមកដល់ពេលនេះអញ្ចឹងហើយđâyបងជូន5ដោយសារម៉ាលីនបងស្ដាប់ទៅសម្លេងម៉ាលីនដូចជាផុតដូចជាការនិយាយអញ្ចឹងបងចង់ឲ្យម៉ាលីនកែតម្រូវអាហ្នឹងឲ្យជាតែអ្វីដែលផុតហ្នឹងគឺដោយសារទាំងហៅមកម៉ាលីនណាអូនណាចាអរគុណមែនតើបាទសូមសរសើរអរគុណបាទកូនឯងធ្វើបានទេពេលស្ដាប់ពូនិយាយហើយនិយាយទៅខ្ញុំនឹងខំប្រឹងប្រែងណាចាសួស្តីម៉ាលីនចាចំពោះបងវិញបងគិតថាបងអូនធ្វើបានល្អតែមកអាយុ12ឆ្នាំបងអូនចេះច្រៀងហើយចេះអឿនទៀតអញ្ចឹងអ្វីដែលសំខាន់គឺកែចង្វាក់ស្ដាប់ចង្វាក់ពេលច្រៀងណាកុំទៅគំរាបថាម្លាយយឺតអញ្ចឹងពេកបងគិតថាបងអូននឹងធ្វើបានល្អបាត់ក្រោយអរគុណមិនបានខ្ញុំឲ្យ6សម្លេងបងអូនខាងលើគឺល្អប៉ុន្តែបងអូនត្រូវធ្វើម៉េចឲ្យភ្ជាប់មកខាងក្រោមនេះផងយល់ទេភ្ជាប់មកដងខ្លួនផងយើងមកកណាត់នេះនិយាយទៅល្អមែនតើមកកណាត់ហ្នឹងល្អធ្វើម៉េចភ្ជាប់មកនេះគឺត្រូវការដង្ហើមត្រូវការបើកកំពង់កដើម្បីឲ្យភ្ជាប់ឲ្យលឺទាំងអស់ឲ្យវាពេញរូបរាងណាបាទអរគុណចាសូមអរគុណច្រើនឥឡូវនេះសូមអញ្ជើញលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនទៅទស្សនានៅវីដេអូឃ្លីបសូមអញ្ជើញនាងខ្ញុំឈ្មោះលីសម៉ាលីនខ្ញុំរៀនថ្នាក់ទី6នៃសាលាបឋមសិក្សាកោរដ្ឋានខ្ញុំមានអាយុ12ឆ្នាំសប្តាហ៍ថ្ងៃខ្ញុំរស់នៅភូមិអូអំបិលសង្កាត់អូអំបិលក្រុងសៀមរាបខេត្តបន្ទាយមានជ័យសប្តាហ៍ថ្ងៃខ្ញុំរស់នៅជាមួយប៉ាម៉ារបស់ខ្ញុំខ្ញុំមានបងប្អូន7នាក់ហើយខ្ញុំគឺជាកូនពៅនិយាយទៅការលំបាករបស់ខ្ញុំគឺមានច្រើនដែរដូចជានៅក្នុងសាលាធ្វើលំហាត់វិជ្ជាច្រើនភាសាខ្មែរត្រូវអានឲ្យបានច្បាស់លាស់ដើម្បីឲ្យបន្ទុកបានច្រើនដែរហើយពេលចេញពីសាលារៀនទៅផ្ទះវិញខ្ញុំទៅរៀនអង់គ្លេសបន្ថែមទៀតនិងរៀនគួរបន្ថែមទៀតហើយពេលទំនេរខ្ញុំជួយធ្វើការងារម៉ាក់របស់ខ្ញុំតិចតួចដែរពេលខ្ញុំទំនេរពីការសិក្សាខ្ញុំចូលចិត្តស្ដាប់ចម្រៀងលេងដោយចាក់ដេកឬក៏មើលទូរទស្សន៍ហើយនាថ្ងៃអនាគតខ្ញុំចង់ក្លាយជាគ្រូពេទ្យឆ្មបហើយនិងតារាចម្រៀងខ្ញុំពិតជាត្រេកអរខ្លាំងណាស់ហើយខ្ញុំនឹងខំប្រឹងប្រែងនៅក្នុងកម្មវិធីនេះខ្ញុំសង្ឃឹមថាទស្សនិកជនអរគ្នានឹងគ្រប់គ្រងនាងខ្ញុំក៏ដូចជាបេក្ខជនផ្សេងៗទៀតឲ្យបានចូលនៅក្នុងកម្មវិធីនេះសូមអរគុណច្រើនចាអរគុណច្រើនអញ្ចឹងសម្រាប់អញ្ចឹងណាជាបន្តទៅទៀតនេះសូមអញ្ជើញលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនស្ដាប់នៅសម្លេងបេក្ខជនវិញម្ដងសូមអញ្ជើញជាតិផ្កាដេដាថាទេវរាគ្មានចាំ
សូមអរគុណច្រើនបេក្ខជនទី2ទទួលបានបន្ទុកពីគណៈកម្មការ5 6 5 5សូមបេក្ខជនបង្ហាញខ្លួនឥឡូវអរគុណចេះជួបគណៈកម្មការទាំង4រូបតែម្ដងណាមួយណាសូមជើញសួរបង ពេត្រាភាពក្លាហានបងជឿថាមានច្រើនមែនតើប៉ុន្តែនៅតែមានចំណុចខ្វះខាតដូចជាចង្វាក់របស់ពេត្រាដឹងថាកន្លែងចូលខុសមួយទៀតបងដឹងកាន់តែច្បាស់ពេលដែលសុភ័ត្រាច្រៀងឲ្យចុងក្រោយបងដឹងថាសុភ័ត្រាមានដង្ហើមវែងមែនតើបាទអញ្ចឹងដោយសារអាចុងក្រោយហ្នឹងគឺសុភ័ត្រាបញ្ជាក់ថាដង្ហើមរបស់សុភ័ត្រាវែងប៉ុន្តែសុភ័ត្រាអត់ដឹងថាកន្លែងណាដែលគួរដកកន្លែងណាដែលអត់គួរដកអរគុណបាទអរគុណបាទអូខេក្មួយប្រុសសុខសប្បាយ សុខសប្បាយលោកគ្រូ បាទហើយចង់និយាយថាត្រូវរកសម្លេងអ្វីដែលខ្លួនឯងណាមិនត្រូវខំបំប៉ោងទេបំប៉ោងហ្នឹងទៅជាអត់ព្រោះវិញឯងនៅពេលដែលសម្លេងហ្នឹងអភិវឌ្ឍទៅវាបែកចេញជាពណ៌អាហ្នឹងបានវាព្រោះដល់បងខំបំប៉ោងទៅវាទៅជាខ្ទប់រុនអាដែលត្រូវចេញទៅលើវាអស់ហ្នឹងហើយវាអស់អាពណ៌សម្បល់ហ្នឹងយកតែដង្ហើមមកឲ្យជ្រៀងទៅហ្នឹងបានវាអភិវឌ្ឍទៅរួចណាអរគុណបងអាយុប៉ុន្មានឯអូន13បងចេះច្រៀងបទនឹងយូរនៅតែចេះដែរហើយបងដឹងថាបងអូនច្រៀងបានតែក៏មិនតែច្រៀងអត់ទាន់ព្រោះសំខាន់គឺអាខាងក្រោមអូនចង់ផុតតែបងគិតថាតាមអាយុប៉ុណ្ណឹងរៀនទៀតកាយយកចំណុចណាដែលលោកគ្រូអ្នកគ្រូគាត់និយាយប្រាប់ហ្នឹងយកទៅកែទៅបងគិតថាអូននឹងមានអនាគតល្អអរគុណរៀបសួរក្មួយរៀបសួរអ្នកគ្រូចាមិញហ្នឹងស្ដាប់បងអ៊ំវេប្រយោគហើយណាមានយោបល់ឲ្យក្មួយកែតម្រូវយ៉ាងម៉េចហើយថ្នាក់ទីប្រហែលអីទី7ខំរៀនបាទហើយកុំខំតែកច្រៀងគឺរៀនផងពេលកូនចេះទាំងច្រៀងហើយរៀនបកកែបានប្រឡងជាប់ថ្នាក់ខ្ពស់ទៀតតែល្អសង្ឃឹមថាបទទី2កូនធ្វើបានល្អណាកូនណាបាទអរគុណចាអរគុណអ្នកគ្រូអរគុណច្រើនចានៅក្នុងពេលនេះសូមជើញលោកស្រីកញ្ញាប្រិយមិត្តទូរទស្សនិកជនទៅទស្សនានៅវីដេអូឃ្លីបរបស់ប្អូនសូមជើញជំនួសខ្ញុំបាទឈ្មោះឡៃសុភ័ត្រាខ្ញុំមានស្រុកកំណើតនៅរាជធានីភ្នំពេញខ្ញុំជាសិស្សនៅសាលាហ៊ុនសែនមរនីវត្តភ្នំម្ដាយខ្ញុំធ្វើជាគ្រូបង្រៀនឯឪពុកខ្ញុំធ្វើជាជាងជួសជុលគ្រឿងឡានពេលតនេជួយចិត្តគូគំនូច្រៀងនិងមើលកម្មវិធីខ្លះៗក្នុងទូរទស្សន៍ដើម្បីស្គាល់ចំណេះដឹងផ្សេងៗខ្ញុំចេះគូតាមខ្លួនឯងផងនិងរៀនតាម YouTube ផងខ្ញុំអាចចេះច្រៀងតាំងពីអាយុប្រហែល10ឆ្នាំខ្ញុំស្ដាប់បទចម្រៀងតាមមីស្រីហើយច្រៀងតាមគាត់មានអារម្មណ៍សុខសប្បាយនឹកស្មានតែខ្ញុំចេះច្រៀងចឹងសោះព្រោះគាត់នៅមួយខ្ញុំយូរមកគាត់មិនដឹងថាខ្ញុំចេះច្រៀងបាទគាត់បានជួយប្រហាត់ខ្ញុំអំពីការច្រៀងមិននឹងគន្លឹះសំខាន់នៃការច្រៀងហ្នឹងក្នុងថ្ងៃអនាគតហ្នឹងខ្ញុំគ្រាន់តែចង់ថាជាអ្នកតារាចម្រៀងម្នាក់ខ្ញុំត្រូវធៀបលក្ខណៈទី1ខ្ញុំរកចម្រៀងបទពីដើមបានច្រើនហើយទី2ខ្ញុំនឹងហាត់ពុតសម្លេងរបស់ខ្ញុំឲ្យបានល្អនិងទី3ខ្ញុំនឹងខិតខំបន្តទៀតរាល់កំហុសខុសឆ្គងទាំងឡាយណាដែលខ្ញុំបានធ្វើជាចុងក្រោយនេះខ្ញុំសូមអរគុណដល់លោកទាំងពីរដែលបានជួយជំរុញខ្ញុំឲ្យខ្ញុំបានខិតខំបន្តឲ្យខ្ញុំមានសមត្ថភាពហើយនឹងជួយដល់ដំបូងមានខ្ញុំដើម្បីខ្ញុំធ្វើជាមនុស្សម្នាក់ល្អក្នុងសង្គមអរគុណច្រើនជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងកញ្ញាទស្សនានិងស្ដាប់នៅបេក្ខនារីទី3អ
នារីទី3ទទួលបានពីគណៈកម្មការ5 7 6 6សូមបេក្ខនារីបង្ហាញខ្លួននៅលើវេទិកាកម្មវិធីស្ទាកកញ្ញាសួស្តីកូនស្រីចាសួស្តី សួស្តីគេសួស្តីអ៊ំជាតិ សួស្តីអ៊ំជាតិ ណាស្រឡាញ់ណាជាងគេស្រឡាញ់ទាំងអស់គ្នាអូចេះណាស់ ក្មេងសម័យកុំព្យូទ័រឆ្លាតអញ្ចឹងគឺថាដឹងហ្នឹងមនុស្សចាស់តែថាស្រឡាញ់មួយអត់មួយចំណែនហ្មងចាមែនអត់និយាយលេងសើចទេស្រីពេកអាយុប្រហែលហើយហ្នឹងអាយុ12ឆ្នាំ12ឆ្នាំចាដែលមីងជូន7ហ្នឹងណាចាទី1គឺក្មួយចេះច្រៀងប៉ុន្តែមីងមានអារម្មណ៍ថាក្មួយច្រៀងអត់ទាន់អស់សំឡេងទេឥឡូវខ្លួនឯងយកអារម្មណ៍ហ្នឹងទុកម្ដុំសិនគិតថាទីនេះគឺជារបស់យើងគ្រាន់តែក្មួយឯងសំដែងឲ្យបានល្អកុំឲ្យទេសនិកជនទៅភ្នែកបានទេប៉ុន្តែក្មួយគិតថាគឺមានតែយើងឯងនៅលើឆាកខ្លួនឯងកុំខ្វល់ពីភ្នែកទាំងអស់គ្នាអញ្ចឹងបានអារម្មណ៍ខ្លួនឯងមូលចាអរគុណកូនចាសួស្តីពេជ្រចាសូមសរសើរអាយុប៉ុណ្ណឹងអាចធ្វើបានប៉ុណ្ណឹងហើយអ្វីដែលបងពេញចិត្តមែនទែនគឺសំឡេងធម្មជាតិនិងសំឡេងខ្មោចរបស់ពេជ្រគឺវាស្ដាប់ទៅវាចូលគ្នាល្អសំឡេងរបស់ពេជ្រល្អប៉ុន្តែបងចង់ឲ្យស្ដាប់ទៅមានភាពរលូនមានភាពស្រស់ស្រាយមានភាពស្រទន់ផ្អែមជាងនឹងនិងមួយទៀតសំឡេងពេជ្រនៅតែមានភ្លាវនេះជាចំណុចដែលខ្វះខាតពេជ្រត្រូវកែសម្រាប់បទក្រោយៗណាអរគុណមែនទែនពេជ្រព្យាយាមណាអរគុណបាទសួស្តីអន្តូចចាជំរាបសួរបងស្អាតហើយច្រៀងព្រោះទៀតអរគុណមានសម្លេងបងអូនមានសម្លេងព្រោះពីធម្មជាតិសំខាន់គឺមានទឹកដមច្រៀងមិញបងស្ដាប់ឡើងភ្លឺសបល់ហ្មងណាចាសូមសរសើរព្រោះអរគុណបងចាបងអូនធ្វើបានល្អតែចំណុចខ្វះខាតបងអូននៅតែមានអញ្ចឹងដូចបងក៏គាត់និយាយពីដើមមកអញ្ចឹងណាអញ្ចឹងបងអូនប្រយ័ត្នបន្តិចរឿងស្ទើក៏ច្រៀងនៅស្ទើដែរអាចនិយាយថាពេលខ្លះរៀងភ្លាវរៀងអីអញ្ចឹងណាចឹងបងអូនកែបងគិតថាអូនធ្វើបានល្អចាអរគុណចាក្មួយចង់ឲ្យសម្លេងក្មួយឲ្យបានថ្លាជាងនឹងបន្តិចសម្លេងនៅស្ទុកបន្តិចណាអត់តន់ថ្លាទេបើថាហាត់ត្រូវគឺសម្លេងក្មួយស្រីព្រោះហើយថ្លាហើយចាំងទៀតណាវាដូចពេជ្រចឹងត្រូវច្នៃវាឲ្យល្អយ៉ាងម៉េចច្នៃវាឲ្យល្អហើយទាំងហើមធ្វើម៉េចសំខាន់ឲ្យទាំងហើមយើងភ្ជាប់នឹងសម្លេងហ្នឹងទាំងអស់ហ្នឹងហ្នឹងអរគុណណាចាលោកស្រីងាកនេះកញ្ញាប្រិយមិត្តទូរទស្សនិកជននៅពេលនេះសូមអញ្ជើញទស្សនានៅវីដេអូឃ្លីបដូចតទៅសូមអញ្ជើញនាងខ្ញុំឈ្មោះអ៊ុនស្រីពេជ្រអាយុ12ឆ្នាំនាងខ្ញុំរស់នៅខេត្តតាកែវអាស័យដ្ឋានបច្ចុប្បន្នទីក្រុងភ្នំពេញនាងខ្ញុំរស់នៅជាមួយម៉ាក់ប៉ានាងខ្ញុំរៀននៅសាលាមធ្យមវិចិត្រសិល្បៈពេលចេញពីសាលាពេលទំនេរខ្ញុំជួយការងារផ្ទះថ្ងៃខ្លះខ្ញុំទៅជាកាហ្វេជាមួយបងនៅពេលខ្លះនៅខេត្តឬនៅឆ្ងាយបងជាមួយប៉ាម៉ាក់សបាយបងថ្ងៃខ្ញុំខំប្រឹងប្រែងដើម្បីម៉ាក់ប៉ានិងខ្លួនខ្ញុំមានគោលបំណងប្រាថ្នាចង់ក្លាយជាអ្នកចម្រៀងខ្ញុំត្រៀមលក្ខណៈហាត់ពុតសំឡេងនិងសមនៅផ្ទះជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់ម៉ាក់ប៉ាបងប្រុសបងស្រីដែលជួយបង្ហាត់បង្រៀនខ្ញុំរាល់ថ្ងៃពីកម្មវិធីរបស់យើងខ្ញុំក៏សូមការអនុញ្ញាតពីលោកអ្នកនាងកញ្ញាសម្រាប់មួយផ្លែតសិនសំណួរគឺតើសប្តាហ៍នេះមានកុមារីចំនួនប៉ុន្មាននាក់1ចំនួន4នាក់2ចំនួន3នាក់3ចំនួន2នាក់សូមទូរស័ព្ទទៅកាន់លេខ8188រួចចុចលេខ0ដើម្បីចូលរួមឆ្លើយសំណួរនិងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ Smartphone មួយគ្រឿងពីស្រាបៀរអង្គរប្រញាប់ឡើងការឆ្លើយសំណួរនឹងបញ្ចប់នៅថ្ងៃសៅរ៍ទី9សីហានាំមកជម្រុញអ្នកដោយរីករាយជាមួយទឹកសណ្តែកខ្មៅ Yos ថ្មីនិងទឹកសណ្តែកស Yos សម្រាប់រាងកាយរឹងមាំ Yos ជំរុញបេធម្មជាតិស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំបេះដូងខ្មែរ
Lip Eye Sheer Color ពីវីតាមីនតាក់ទាញពីបបោម៉ាត់កាន់ឈូ Lip Eye ត្រជាក់មែនស្រែងចាំមកស្អាតពិតត្រជាក់ពិតអុកស៊ី ដោយមិនដោយក្រូមីមាន DHA ដល់ទៅ6ដងសម្រាប់ការលូតលាស់ខួរក្បាលនិង Prebiotic ការពារប្រព័ន្ធរាងកាយកុមារឲ្យរឹងមាំ នំក្រួយវ៉ាន់វ៉ាន់ពិតជាមានរសជាតិឆ្ងាញ់មែនវ៉ាន់វ៉ាន់ Revlon បញ្ចេញមុនស្នេហ៍ពេញរាងកាយ នៅក្នុងពេលនេះសូមជើញលោកអ្នកនាងកញ្ញាស្ដាប់នៅសំឡេងបេក្ខជនចាជាបន្តទៀតថាតើទឹកដមសំឡេងរបស់គាត់ចាជារៀងពីរោះឬក៏យ៉ាងណានោះសូមជើញទស្សនានិងស្ដាប់ដូចតទៅ គណៈកម្មការបានផ្ដល់បន្ទុកជូនដល់បេក្ខជនទី4បាន5 6 6 6 កូនអ្នកណាគេនេះសង្ហាម្លេះមើលសុំថាមួយមកបងជូនបន្ទុក6ដោយសារសិតមានសម្លេងល្អប៉ុន្តែហើយសិតចេះច្រៀងចំណុចខ្វះខាតរបស់សិតពេលដែលសិតចុះក្រោមមិនចុះអត់ដល់ទេចុះហួសទៀតអញ្ចឹងមិនថាសម្លេងក្រោមរបស់សិតក្រោមអញ្ចឹងមិនមែនរឿងល្អទេរឿងខុសសិតចុះហួសតង់របស់បតហ្នឹងអញ្ចឹងធ្វើម៉េចកុំឲ្យមានបញ្ហាអញ្ចឹងទៀតនៅវគ្គទី2ទី3ណាបាទអរគុណបាទទី1មីងសុំសរសើរកូនណាដែលក្មួយក្លាហានឡើងមកលើវេទិកាបត់ក្រោយមីងសង្ឃឹមថាក្មួយធ្វើបានល្អព្រោះឥឡូវក្មួយមានទេពកោសល្យហើយប៉ុន្តែនៅខ្វះការដូចថាណែនាំអញ្ចឹងក្នុង6នាក់ហ្នឹងត្រូវវាឲ្យដាច់ណាក្មួយណាបាទលឺទេហើយមានពេលតំណេណាទៅបើកម្លាំងបើអីណាបើទៅដោះគោអីយកកម្លាំងហើយមកវិញប្រយុទ្ធណាកូនណាបាទខុសសង្ហាអូនចេះច្រៀងមានសម្លេងមានអឿនចឹងនិយាយថាបងអូនយល់នឹងការច្រៀងគ្រាន់ថានៅស្ទើតែយើងទៅហាត់ថែមទៀតញ៉ាំលើបាត់ក្រោយធ្វើមិនឲ្យល្អជាងនឹងបានបន្ទុកហាត់ទៅច្រើនបាទអូខេផងសង្ហាអរគុណអូខេបងអូនដង្ហើមវាមិនសូវប្រហែលទេដង្ហើមយើងប៉ុន្តែគ្រាន់ថា still ល្អដែរណា still បានអឿនបានអីគ្រាន់បើហ្នឹងខំតិចទៀតហ្នឹងឥឡូវនេះសូមអញ្ជើញលោកស្រីកញ្ញាប្រិមត្តទូរទស្សនិកជនចាទៅទស្សនានៅវីដេអូឃ្លីបរបស់ក្មួយប្រុសសូមអញ្ជើញខ្ញុំបាទចូលបនដល់ឋានៈសិទ្ធិ
រៀននៅថ្នាក់ទី6កនៅសាលាបឋមសិក្សាហើយចម្រើនប្រៃហោបច្ចុប្បន្ននេះខ្ញុំបានបាក់កងហើយសប្តាហ៍ថ្ងៃខ្ញុំជួយលក់ដូរឪពុកម្ដាយខ្ញុំនឹងជួយធ្វើការបន្តិចបន្តួចជួយមើលប្អូនបន្ទាប់ពីពេលទំនេរខ្ញុំបានហាត់ច្រៀងនិងរៀនអង់គ្លេសបន្ថែមទៀតខ្ញុំរៀនភាសាអង់គ្លេសនេះដើម្បីស្រួលរកការងារធ្វើនៅពេលដែលខ្ញុំមានការងារធ្វើខ្ញុំនឹងយកលុយនេះមករៀនបន្តសប្តាហ៍ថ្ងៃខ្ញុំមានកិច្ចអ្វីក្រៅពីខំរៀននិងហាត់ចម្រៀងនៅថ្ងៃអនាគតខ្ញុំចង់បានការងារធ្វើល្អនិងចង់ក្លាយជាតារាចម្រៀងដ៏ល្បីបើសិនជាខ្ញុំឈ្នះនៅក្នុងកម្មវិធីសំនៀងចាញ់ចាំងខ្ញុំចង់បានភាពល្បីល្បាញនៅក្នុងគោលបំណងរបស់ខ្ញុំជាបន្តទៅទៀតនេះសូមវាយអារម្មណ៍លោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនមកជួបបេក្ខនារីជាបន្តសូមជើញឆ្ងាយពីគ្នាណាងហើយមិនដេកញ៉ាំកំក្រាំងអើយជួបគូកប់ជួបហើយប្រែប្រន់ហើយនៅភូមិបងយកគូកប់ក៏មើលពុកម្ដាយចាបេក្ខនារីទទួលបានបន្ទុកពីគណៈកម្មការ6 7 6 6អរគុណក្មួយឥឡូវសូមជួបយ៉ាងមីងពូណាបងណាសូមជើញស្រីសិមុំបាទអ្វីដែលបងស្រឡាញ់ហើយអូនធ្វើបានល្អនឹងពេលដែលអូនស្រែកកន្លែងសំឡេងខ្ពស់អូនអត់ទាន់អាចចេះប្រើសំឡេងខ្មោចប៉ុន្តែអូនប្រើសំឡេងធម្មជាតិ hit វាយចំអាណូតហ្នឹងល្អមែនតើនេះជារឿងល្អប៉ុន្តែមុំប្រកួតជាមួយមនុស្សចាស់អញ្ចឹងមុំត្រូវតែមានអាមនោសញ្ចេតនាអារម្មណ៍ហ្នឹងដូចគ្នាបាទអរគុណបាទបើនិយាយពីសំឡេងអាចប្រៀបធៀបបាននឹងកូនស្រីមុនណាសំឡេងក្មួយស្រីនេះក៏មួយយ៉ាងដែរអ្វីត្បិតតែគាត់មិនទាន់មានអ៊ឺនអីច្បាស់ប៉ុន្តែពីធម្មជាតិគាត់គឺសំឡេងស្រស់ថ្លាប្រហែលជាបទទី2ទី3ធ្វើឲ្យកូនមានអារម្មណ៍ប្លែងខ្លាចឆាកកូនអាចជាងព្រោះជាងនឹងអរគុណសំឡេងចាំងគ្រាន់បើសំឡេងបានន័យថាមិនស្ទុះណាបានន័យថាទៅថ្ងៃមុខទៅអាចជាតារាមួយដ៏ល្បីណាហើយមួយទៀតធម្មជាតិមកគឺឲ្យល្អប៉ុន្តែគាត់ក្មេងគាត់ដឹងនេះឃើញគាត់ច្រៀងហើយចប់អញ្ចឹងគាត់អត់ដឹងខ្លួនថាគាត់ច្រៀងត្រូវទេណាអានេះជាតិចនិច
ចឹងបានថាគាត់ជាងត្រូវអរគុណបាទ ចំពោះបងវិញបងស្រឡាញ់សលេងប្អូនសំលេងប្អូនព្រោះមានអឿនហើយខ្ពស់ហើយសំខាន់ប្អូនចេះធ្វើអរលាក់សលេងដូចមនុស្សចាស់អញ្ចឹងតែធ្វើបានល្អអាយុប៉ុណ្ណឹងហើយចេះច្រៀងប៉ុណ្ណឹងជំនាន់បងមិនដឹងនៅណាប៉ុន្តែចេះច្រៀងហងតែបងសូមសរសើរបងប្អូនថ្ងៃនេះឡើងមកប៉កែហើយស្អាតទៀតចាអរគុណអ្នកគ្រូមកអរគុណអ្នកគ្រូណាចាអរលោកស្រីនាងកញ្ញាប្រិយមិត្តទូរទស្សនិកជននៅក្នុងពេលនេះសូមនាំអារម្មណ៍លោកអ្នកនាងកញ្ញាទៅទស្សនានៅវីដេអូឃ្លីបដែលក្រុមការងារយើងបានចុះទៅភ្ជាប់ចានៅឯកេដ្ឋានរបស់មួយស្រីសុំជេងជម្រាបសួរទស្សនិកជនដែលតាមដានកម្មវិធីសំឡេងចែងចាំងនាងខ្ញុំឈ្មោះហួតសេរីមុំអាយុ13ឆ្នាំរស់នៅឃុំមន្សៃរាកស្រុកសំរងខេត្តដ៏មានជ័យសប្តាហ៍ថ្ងៃនាងខ្ញុំរៀនថ្នាក់ទី8នៃអនុវិទ្យាល័យមន្សៃរាកនាងខ្ញុំរស់នៅជាមួយឪពុកម្ដាយនិងបងប្អូន4នាក់ខ្ញុំជាកូនទី3ក្រៅពីចេញមកពីសាលានាងខ្ញុំមានកិច្ចការជាច្រើនដូចជាបោសផ្ទះសម្អាតដាំស្លបោកខោអាវឲ្យម៉ែយាមចការដលងប្រហែល 2-3 គីឡូម៉ែត្រពីផ្ទះខ្ញុំក្រៅពីពេលទំនេរពីការរៀនសូត្រនាងខ្ញុំខំស្ដាប់បទចម្រៀងចាស់ពីដើមហើយក៏បានហាត់រៀនតាមគាត់ក្នុងប្រធានរបស់នាងខ្ញុំគឺចង់ខ្លាចជាអ្នកចម្រៀងដ៏ល្បីមួយរូបនាងខ្ញុំនឹងខំប្រឹងប្រែងហាត់ចម្រៀងឲ្យបានកាន់តែច្រើនដើម្បីយកជ័យជំនះពីសំឡេងចាញ់ចាំងនៅក្នុងវិញ្ញាសាច្រៀងកំបាំងមុខយើងនៅសល់បេក្ខជនមួយរូបទៀតថាជានរណាគេសូមអញ្ជើញអស់លោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនចាសសូមស្ដាប់សំឡេងសូមអញ្ជើញឥឡូវនេះសូមអញ្ជើញលោកស្រីអ្នកនាងកញ្ញាចាសូមជួបម្ចាស់សម្លេងដល់តើទៅសូមអញ្ជើញខ្ញុំមិនខឹងទៀតណាអ្នកកត់កណ្ដាលឲ្យខ្ញុំមិនក៏កត់មកបេក្ខជនចឹងសិសម្លេងស្រីតាសេចេញមកចាឈប់លេងចូលឈប់លេងចូលហើយអត់ទេអត់សុខចិត្តទេអូយមិញលោកសំណងនិយាយថាលងមកសលេងហ្នឹងឥឡូវលងមិនឥឡូវហ្នឹងហ៎ឥឡូវសួរបងប្អូនយើងមិនក៏តែដៃគិតថានារីឬក៏បរោះសំលេងហ្នឹងអញ្ចឹងហ៎ដូចគ្នាច្រឡំដូចគ្នាសៀងហៃមានគំនិតហេតុអីបានជាសៀងហៃយកបទស្រីមកបកស្រាយនៅថ្ងៃនេះព្រោះថាចូលចិត្តបទស្រីហើយនៅផ្ទះអត់សូវមានបងប្រុសព្រោះថាមានតែបងស្រីនៅជាមួយទៅដល់ពេលក៏ដាក់បទស្រីទៅខ្ញុំចេះច្រៀងតាមគាត់ចឹងទៅបងដឹងថាសៀងហៃមានសម្លេងខ្ពស់ប៉ុន្តែសៀងហៃនេះគឺជាបទបច្ចុប្បន្នហើយបងជឿថាអត់សូវប្រើទាំងហើម៉ានទេ
ហើយអាបត់បច្ចុប្បន្នអត់ប្រើសូវប្រើដង្ហើមហ្នឹងគឺសៀងហៃមានបញ្ហាចំពោះដង្ហើមហើយដង្ហើមសៀងហៃអត់វែងហើយភ្ជាប់វាអត់ត្រូវទេអរគុណបាទគឺធម្មតាប្រឡងគឺបុរសច្រៀងសម្លេងប្រុសស្ត្រីច្រៀងសម្លេងស្រីហើយចេះច្រៀងបទប្រុសហ៎អត់ចាបើអញ្ចឹងគាត់មានទេពកោសល្យមួយយ៉ាងគឺច្រៀងសម្លេងស្ត្រីសូមចប់យោបល់ចាអរគុណក៏ប៉ាត់អត់ដូរបានទេមើលទៅអត់ដូរទៅច្រៀងបទប្រុសបានទេព្រោះគាត់មានសមត្ថភាពខាងបទស្រីហីចាអូខេបងចាំជួបគ្នាបទក្រោយទៀតចាំមើលសមត្ថភាពបងខ្លាំងប៉ុណ្ណាទៀតចាសូមសរសើរនិស័យដូចខ្ញុំនៅទូចដែរខ្ញុំពីទូចជាងសម្លេងស្រីដូចគ្នាតាមទូទស្សន៍តាមរ៉ាឌីយ៉ូដូចគ្នាតាមចំនួន80ប៉ុន្តែដល់ពេលធំទៅខ្ញុំសម្លេងប្រុសធម្មតាប៉ុន្តែអត់ដឹងថាប្អូនដល់ពេលបាយសម្លេងទៅយ៉ាងម៉េចទេណាប៉ុន្តែបើសម្លេងចឹងរហូតទៅជាងអូប៉េរ៉ាមិនបានថ្លៃអូខេអរគុណច្រើនអរគុណច្រើនឥឡូវនេះសូមបងប្អូនអារម្មណ៍លោកស្រីកញ្ញាប្រិយមិត្តទូរទស្សនិកជនទៅទស្សនានៅវីដេអូឃ្លីបចាសូមអញ្ជើញជំរាបសួរទស្សនិកជនដែលកំពុងតាមដានកម្មវិធីសំឡេងចែងចាំងនៅក្នុងប៉ុស្តិ៍ CTN ខ្ញុំបាទឈ្មោះតាប់សិង្ហៃនៅភូមិថ្មីស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យខ្ញុំបាទជាសិស្សរៀននៅថ្នាក់ទី 8A នៅក្នុងអនុវិទ្យាល័យម៉ាឡៃសប្តាហ៍ខ្ញុំរស់នៅជាមួយប៉ាម៉ាក់របស់ខ្ញុំហើយប៉ារបស់ខ្ញុំឈ្មោះទូសរ៉ូម៉ាក់របស់ខ្ញុំឈ្មោះប៊ុនអ៊ូពេលទំនេរក្រៅពីរៀនខ្ញុំចូលចិត្តជួយការងារផ្ទះហើយស្ដាប់ចម្រៀងរាំខ្ញុំជួបផលលំបាកដូចជាការសិក្សាពេលយើងរៀនទៅថ្នាក់ធំទៅយើងវាមេរៀនរៀងជ្រៅយ៉ាងទៅយើងមិនសូវជាយល់មេរៀនខ្លះណងប៉ងប្រាថ្នារបស់ខ្ញុំគឺចង់ធ្វើជាតារាចម្រៀងហើយនឹងចង់រៀនឲ្យបានខ្ពង់ខ្ពស់ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់ស្ថានីយ៍ទូរទស្សន៍ CTN ដែលបានបង្កើតកម្មវិធីសំឡេងចែងចាំងឲ្យអ្នកមានសមត្ថភាពឡើងប្រឡងចម្រៀងខ្លាចកើតជាតារាចម្រៀងអាជីពខ្ញុំសូមបញ្ញាចិត្តថានឹងយកជ័យលាភីលេខ1តទៅបានសំណួរគឺតើសប្តាហ៍នេះមានកុមារីចំនួនប៉ុន្មាននាក់1ចំនួន4នាក់2ចំនួន3នាក់3ចំនួន2នាក់សូមទូរស័ព្ទទៅកាន់លេខ8188រួចចុចលេខ0ដើម្បីចូលរួមឆ្លើយសំណួរនិងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ Smartphone មួយគ្រឿងពីស្រាបៀរអង្គរប្រញាប់ឡើងការឆ្លើយសំណួរនឹងបញ្ចប់នៅថ្ងៃសៅរ៍ទី9សីហានាំមកជម្រុញអ្នកដោយរីករាយជាមួយទឹកសណ្តែកខ្មៅ Yos ថ្មីនិងទឹកសណ្តែកស Yos សម្រាប់រាងកាយរឹងមាំ Yos ជំរុញបរិបទធម្មជាតិស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំបេះដូងខ្មែរ Lip Eye Sheer Color វីតាមីនតាក់ទាញពីបបោមាត់កាន់ឈ្ងុយ Lip Eye ត្រជាក់មែនស្រីចាំមកស្អាតពិតត្រជាក់ពិតអុកស៊ី ដោយមិនដោយក្រូមីមាន DHA ដល់ទៅ6ដងសម្រាប់ការលូតលាស់ខួរក្បាលនិង Prebiotic ការពារប្រព័ន្ធរាងកាយកុមារឲ្យរឹងមាំនំក្រួយវ៉ាន់វ៉ាន់ពិតជាមានរសជាតិឆ្ងាញ់មែនវ៉ាន់វ៉ាន់ Revlon បញ្ចេញមុនស្នេហ៍ពេញរាងកាយសូមស្វាគមន៍លោកស្រីអ្នកនាងកញ្ញានៅក្នុងវិញ្ញាសាបទញាក់វិញម្ដងនៅក្នុងពេលនេះសូមជើញលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនជួបនៅកុមារីសុម៉ាលីច
សំឡេងក្មួយល្អប៉ុន្តែគ្រាន់ថាច្រៀងកុំក្តៀបពេកកុំអានេះត្រូវបើកមាត់ខ្លះណារមចែកទេនេះកុំទេនេះរមចែកទេឲ្យអស់ណាបើកមាត់ឲ្យអស់កុំខ្លាចអរគុណបាទម៉ាលីនបងពេញចិត្តភាពកុមិចកមើមភាពរីករាយរបស់ម៉ាលីនទំនុកចិត្តរបស់ម៉ាលីនមែនតើពេលដែលម៉ាលីនស្រែកម៉ាលីនភ្លាវម៉ាលីនអត់ដល់ទេជាពិសេសពេលដែលម៉ាលីនស្រែកពេលកន្លែងពេលណាខ្ញុំបានរាំកន្លែងហ្នឹងស្រែកអត់ដល់ទេកន្លែងហ្នឹងចូលកន្លែងហ្នឹងគឺជាបញ្ហាបាទអរគុណមែនតើបាទចំណុចល្អគឺក្មួយស្គាល់ចង្វាក់ហើយរមិនចែកទេហើយរមមិនចែកទេណាឃើញទេបត់ក្រោយខ្លួនឯងត្រូវដាក់អារម្មណ៍ទៅតាមអត្ថន័យបត់ខ្លួនឯងច្រៀងអីខ្លួនឯងគិតឲ្យហើយណាគុណណាហ្នឹងហើយអរគុណហើយសូមអញ្ជើញបងអូនស្រីចាអូនធ្វើបានល្អតែចំណុចសំខាន់គឺអូននៅច្រៀងនៅរៀងស្ទើរតែចង្វាក់អីប៉កែតែកុំជុំទៅមកកន្លែងពេកបញ្ចេញឲ្យអស់មកឆាក់មកប៉ុណ្ណានៃលើបងប្រាប់ណាអូខេចាអរគុណច្រើនចាប់បន្ទុករបស់ក្មួយស្រែម៉ាលីនបាន6ជាបន្តទៅទៀតនេះសូមនាំអារម្មណ៍របស់លោកស្រីអ្នកនាងកញ្ញាទៅជួបចាកុមារាវិញម្ដងកុមារាគឺសុភ័ត្រានឹងច្រៀងនៅវិញ្ញាសាបទញាក់នេះជាបន្តទៀតសូមជើញកូនច្រើនភក្ត្រាអើយកូនប្រុសចេះកូននៅខ្វះខាតចំណុចមួយគឺសម្លេងកូននៅជាលក្ខណៈស្មើរហូតវាមិនមានកន្លែងណាមួយឲ្យវាចាប់អារម្មណ៍តាក់ទាញនៅឡើយទេប្រហែលជាកូននៅក្មេងសេចក្តីណាចាំមើលស្ដាប់លោកគ្រូតាហើយនឹងគ្រូបងគ្រូក្មួយអីទៀតសំឡេងបងអូនស្រៈខ្លះមានពលឺអញ្ចឹងបងអូនទៅរកសារថ្មីអាពេលស្រៈណាតែនេះយើងបើកមែនបើកសំឡេងដូចអូអញ្ចឹងមិនមែននៅតែអូនៅក្នុងទេអូឲ្យវាមកមុខយល់ទេអូខេអរគុណបងឆ្លាញ់កាយវិការបងឆ្លាញ់ទឹកមុខបងឆ្លាញ់ការរាំរបស់សុភ័ត្រាប៉ុន្តែបទហ្នឹងអត់ខ្ពស់ទេត្រូវសុភ័ត្រាប៉ុន្តែបងស្ដាប់មកមានអារម្មណ៍ថាសុភ័ត្រាត្រឹងតឹងមែនតើអញ្ចឹងមកន័យថាគេយើងអត់ធ្វើខ្លួនយើងទលាយធ្វើខ្លួនយើងឲ្យស្រួលដើម្បីបញ្ចេញសម្លេងឲ្យស្រួលទៅការស្ដាប់ក៏វាស្រួលជាងនឹងដែរបាទអរគុណបងសូមសរសើរនៅភាពក្លាហានរបស់បងអូនសលេងបងអូននៅស្រាលហើយនឹងស្ទើរហើយរៀងផុតបន្តិចសង្ឃឹមថាបងអូននឹងយកទៅកែឲ្យបានល្អនៅបទក្រោយទៀតបាទចាអរគុណចាសូមអរគុណច្រើនចាប់បន្ទុកបាន5 សូមអបអរសាទរជូនដល់ចាគួយប្រុសសម្រាប់អញ្ចឹងណាអស់លោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនជាបន្តទៅទៀតនេះសូមជួបកុមារីចាស្រីពេជ្រច
ក្មួយស្រីសំឡេងក្មួយល្អគ្រាន់បានដែរប៉ុន្តែសំឡេងនៅខាងលើក្បាលហ្នឹងក្មួយត្រូវហាត់ធ្វើម៉េចឲ្យមកចិត្តណាធ្វើម៉េចឲ្យមកចិត្តត្រូវការដង្ហើមច្រើនជាងដង្ហើមធម្មតាណាក្មួយចាអរគុណបាទចាអរគុណច្រើនបាទពេជ្របងយល់ស្របសំឡេងអូននៅតែល្អអញ្ចឹងប៉ុន្តែពេជ្របងមានអារម្មណ៍ថាពេជ្រកំពុងរត់តាមភ្លេងហើយមួយទៀតពាក្យពេជ្រទោះបីជាបត់លឿនក៏ដោយពាក្យត្រូវតែពេជ្រត្រូវតែបញ្យល់ពាក្យបញ្យល់ន័យចង់និយាយថាពាក្យមួយឲ្យច្បាស់ជាយាមបាទអរគុណបាទពេជ្រពិសេសបងសុំឧស្សាហ៍ចេះកុំកម្ៅទៀតណាអរគុណគួរឲ្យស្រឡាញ់ចាផឹងទៀតអូនចាអរគុណចាផឹងណាអូនណាផឹងណាកាន់មីក្រូស្រួលណាស់ណាហើយកូនសំឡេងល្អចេះប្រើបច្ចេកទេសដូចជាមនុស្សធំអញ្ចឹងចាហើយមួយទៀតសំឡេងខ្មោចប្អូនហ្នឹងអាហ្នឹងគឺកូនឯងត្រូវភ្ជាប់ជាមួយនឹងសំឡេងស្មើយើងហ្នឹងឲ្យបានអរគុណច្រើនអរគុណក្មួយស្រីពេជ្រទទួលបានបន្ទុកពីគណៈកម្មការ5 7 6 អស់លោកស្រីអ្នកនាងកញ្ញាពីកម្មវិធីយើងក៏សូមអនុញ្ញាតពីលោកអ្នកនាងកញ្ញាសម្រាប់មួយផ្លែសិនបន្តិចទៀតយើងជួបគ្នាវិញជាបន្តទៀតសំណួរគឺតើសប្តាហ៍នេះមានកុមារីចំនួនប៉ុន្មាននាក់1ចំនួន4នាក់2ចំនួន3នាក់3ចំនួន2នាក់សូមទូរស័ព្ទទៅកាន់លេខ8188រួចចុចលេខ0ដើម្បីចូលរួមឆ្លើយសំណួរនិងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ Smartphone មួយគ្រឿងពីស្រាបៀរអង្គរប្រញាប់ឡើងការឆ្លើយសំណួរនឹងបញ្ចប់នៅថ្ងៃសៅរ៍ទី9សីហានាំមកជម្រុញអ្នកដោយរីករាយជាមួយទឹកសណ្តែកខ្មៅ Yos ថ្មីនិងទឹកសណ្តែកស Yos សម្រាប់រាងកាយរឹងមាំ Yos ជំរុញបេះធម្មជាតិស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំបេះដូងខ្មែរលៀប Ice Sheer Color វីតាមីនតាក់ទាញពីបបោមាត់កាន់ឈូលលៀប Ice ត្រជាក់មែនមិនស្រែងចាំមកស្អាតពិតត្រជាក់ពិតអុកស៊ីលុយមិនទុយក្រូមីមាន DHA ដល់ទៅ6ដងសម្រាប់ការលូតលាស់ខួរក្បាលនិង Prebiotic ការពារប្រព័ន្ធរាងកាយកុមារឲ្យរឹងមាំនំស្រួយវ៉ាន់វ៉ាន់ពិតជាមានរសជាតិឆ្ងាញ់មែនវ៉ាន់វ៉ាន់ Revlon បញ្ចេញមុនស្នេហ៍ពេញរាងកាយនៅក្នុងពេលនេះសូមជើញលោកអ្នកនាងកញ្ញាជួបចាស់កុមារារតនសិទ្ធដូចតទៅសូមជើញកូនជាងបានល្អសំឡេងក៏ខ្ពស់ប៉ុន្តែកូនឯងខំប្រឹងធ្វើតាមអ៊ំកៅសារ៉ាត់លោកតាកៅសារ៉ាត់ព្រោះថាសំឡេងគាត់ចាស់ទុំណាប៉ុន្តែកូនឯងត្រូវធ្វើម៉េចយកខ្លួនឯងច្រៀងគាត់ថាយើងយកបទគាត់ច្រៀងហើយតែយកខ្លួនឯងមកច្រៀងណាកូនណាអញ្ចឹងអស់យកបាល់ហើយណាកូនណាហើយខំប្រឹងទៀតបទក្រោយសិតបងចង់ជំរាបថាសិតពេលរលាក់របស់សិតហ្នឹងច្រើនពេកក្នុងមួយបទហ្នឹងហើយរលាក់ហ្នឹងសិតធ្វើបានល្អប៉ុន្តែកុំធ្វើហោរបស់សិតណាបាទអញ្ចឹងយកអាសម្លេងហ្នឹងទៅប្រើនៅពាក់ចុងក្រោយទៀតណាបាទអរគុណបាទកូនអូនធ្វើបានល្អតែកុំតែសម្លេងរៀងអូននៅស្រាលមកពីយើងនៅក្មេងពេកកុំដឹងណាតែប្រឹងហាត់ទីទៀតទៅល្អដង្ហើមមួយទៅហាត់ឲ្យត្រូវយល់ទេ
លក្ខគេហៅ vibrato ហ្នឹងអាលក្ខរបស់ក្មួយហ្នឹងគឺរង្វើលពេកមកពីដង្ហើមវាត្រូវប្រមាណសកុងក្នុងមួយវិនាទីណាអូខេអរគុណច្រើនបាទចាំមើលបន្ទុកយើងបានប៉ុន្មានណាអូបន្ទុកបាន6 7 6 អរលោកអ្នកនាងកញ្ញាជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងកញ្ញាជួបចាកុមារីហួតស្រីមុំលេខថាបងព្រឺឆាឆាឆាបងចង់បានអ្វីឆាឆាឆាក្នុងមួយខ្លួនស្រីមានអ្វីណាសំខាន់អូឆ្លងថាប្រប្ររយបងស្រីសំខាន់នៅកន្លែងណាបានជាគ្រប់គ្នាចំលែងប្រអីក៏ព្រឺឆាឆាលេខថាបងព្រឺឆាឆាឆាប្រអីក៏ព្រឺដល់មកតែគេនេះដំគេឆាឆាក្នុងមួយខ្លួនស្រីមានអ្វីដែលសំខាន់អូឆ្លងណាប្រប្ររយបងស្រីសំខាន់នៅកន្លែងណាបានជាគ្រប់គ្នាចំលែងចាអរគុណច្រើនចាអរគុណមួយស្រីពាក្យមួយតែក្មួយច្រៀងហោះអសហហ្នឹងគឺក្មួយច្រៀងពីក្នុងមកដល់អញ្ចឹងត្រូវក្មួយត្រូវចាំថាអាពាក្យហ្នឹងត្រូវយកមកប្រើទាំងអស់ត្រូវក្មួយមានអារម្មណ៍ថាច្រៀងនឹងអសហទាំងអស់អូខេបានអញ្ចឹងមុំបងតើសារមួយមុំច្រៀងអត់ភ្លាវទេប៉ុន្តែមុំឃើញហ៎មុំអត់យកសំឡេងសំឡេងជំនួយបងមុំសំឡេង head voice សំឡេងខ្មោចបងមុំមកប្រើពេលខ្លះចង់ផ្លាត់បាទបងមាន comment មួយនៅក្នុង Facebook បងគឺចង់ឲ្យគណៈកម្មការទាំងអស់ហ្នឹងបង្រៀនបេក្ខជនបេក្ខនារីឲ្យគាត់ចេះច្រៀងឲ្យបានល្អអញ្ចឹងខ្ញុំបានជំរាបទៅវិញថាយើងអត់មានពេលត្រូវបង្រៀនគាត់ទេការបង្រៀនត្រូវការពេលច្រើនមែនទែនអញ្ចឹងអ្វីដែលពួកយើងធ្វើបានគឺរកចំណុចដែលគាត់ខ្វះខាតនៅលើឆាកហ្នឹងជំរាបគាត់ដើម្បីឲ្យគាត់កែនេះអ្វីដែលខ្ញុំចង់ជំរាបអូខេអូនបាទអរគុណខ្ញុំក៏យល់ដែរខ្ញុំក៏យល់ថាអញ្ចឹងដែរព្រោះថាប្រាប់ភ្លាមក៏គាត់អត់យល់ដែរសំខាន់គឺគាត់មានសម្លេងពីធម្មជាតិគាត់ល្អស្រាប់ហើយហើយសំខាន់គាត់ដឹងថាចំណុចហ្នឹងខុសចាអញ្ចឹងណាបាទបងអូនយកអាហ្នឹងតកែហើយរៀនប្រើសម្លេងខ្មោចទៅព្រោះថាបងអូនមានសម្លេងល្អអរគុណច្រើនចាអរគុណច្រើនមែនតាមពិតទៅកូនឯងធ្វើបានល្អប៉ុន្តែមីងចង់ឲ្យកូនរៀនដាក់អារម្មណ៍ជាងហ្នឹងហើយមីងជៀសវាងមិននិយាយប្រាប់មីងទៅអត់រួចទេមីងអត់ចង់របៀបនិយាយយកល្អទេមីងចង់ប្រាប់ដើម្បីបដោះកូនខ្មែរចំនួនក្រោយចេញមកគឺថាសិល្បៈពិតហ្មងយើងកុំខ្លាចការតិចទៀនកូនការតិចទៀនគឺជាមេរៀនគឺជាការកែលម្អមួយជាកញ្ចក់ឆ្លុះយើងណាអរគុណចាអរគុណចាឥឡូវនេះដល់ពេលវេលាដែលគណៈកម្មការផ្ដល់បន្ទុកជូនដល់ចាកូនស្រីបន្ទុកដែលគណៈកម្មការបានឲ្យទៅកូនស្រីចា6 6 6 6សូមអរគុណជាបន្តទៅទៀតសូមជួបកុមារាសៀងហៃសូមអញ្ជើញអត់ចង់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 ប្រោអីក៏ច្រឡំលើម្លេះមើលស្រីញាក់មុខញាក់មាត់ពេញតែដើមដើមចិត្តចូលចិត្តចង់ក្បែរសុំស្ដាយដោយឆាឆាំងពេបើភ្លេចធំបិទពងមាត់មិនតន់អាចលួចបេះដូងតែបែបនេះមិនគួរជឿមិនត្រូវជឿមិនជីបាស្កប់គ្នាបបួលញ៉ាំអីស្កប់មេបបួលដើរលេងបបួលខ្ញុំតែលេងទៅនៅស្រីស្មាមិនខំប្រនេះប្រងបងមកអូនមុនឡានទំនើបបងហៅប្រាសិទ្ធដុល្លារដាក់ស្រីបើស្ដាយដូចតំណែងចិត្តនឹងម្នាក់
ធ្វើបានល្អណាសំឡេងខំធ្វើតាមម្ចាស់ដើមបាទដែរបើកូនឯងច្រៀងប្រុសទៅមីងស្រួលឲ្យតម្លៃដល់កូនឯងច្រៀងស្រីហើយបាត់របស់អ៊ីវ៉ាណាច្រៀងតាមដូចតាអូខេបានហើយកុំនិយាយច្រើនដូចថាគ្មានអីនិយាយហ៎បងជើញសំឡេងមើលទៅគ្រាន់បើដែរវាតលីមើលប្រើទាំងហាំគ្រាន់បើដែរអត់អីខ្ញុំឲ្យបន្ទុតាមតិចនិចជាងណាតែបើក្មួយអត់មានអាបត់ពីដើមវាអីខ្ញុំមិនដឹងយ៉ាងម៉េចទេណាចាំគិតគូថ្ងៃក្រោយទៀតណាអូខេអរគុណច្រើនសៀងហៃបងអាចជំរាបបានថាសំឡេងសៀងហៃមិនមែនធ្វើបានតែបត់សម័យទេសៀងហៃបានធ្វើគ្រប់ទាំងអស់ប៉ុន្តែហេតុអីគេគឺការគិតរបស់សៀងហៃចង់អ្វីដែលយើងចង់គឺយើងធ្វើតែប៉ុណ្្នឹងអញ្ចឹងសៀងហៃអត់អាចបំបែកខ្លួនឲ្យបានឆ្ងាយឲ្យបានវែងទេអញ្ចឹងសៀងហៃបដូរការគិតមិនមានន័យថាសៀងហៃធ្វើអត់បានទេសៀងហៃធ្វើបានគ្រាន់តែសៀងហៃមិនហ៊ានធ្វើនិងមិនគិតធ្វើអរគុណអរគុណលោកគ្រូអ្នកដែលបកកែត្រូវចេះទាំងអស់អញ្ចឹងបងអូនគួរតែបើកចិត្តឲ្យទូលាយមិនគិតថាបើយើងធ្វើជាអ្នកចម្រៀងបើសិនណាចង់ធ្វើដូចរលីនហ្នឹងត្រូវតែធ្វើបានដូចរលីនច្រៀងបាត់ប្រុសក៏បានស្រីក៏បានតែសូមសរសើរមួយកាយវិការរស់រវើកតែម្ដងចាអរគុណច្រើនឥឡូវនេះសូមអញ្ជើញចាមើលបន្ទុករបស់ខ្លួនឯងបានប៉ុន្មានចាគណៈកម្មការបានផ្ដល់បន្ទុកជូន6ចាអរលោកស្រីនេះកញ្ញាប្រិយមិត្តទូរទស្សនិកជនពីកម្មវិធីរបស់យើងក៏សូមកញ្ញាសម្រាប់មួយផ្លែតសិនតិចទៀតយើងជួបគ្នាវិញនៅវិញ្ញាសាបត់បណ្ដោះសេចចេតនាសំណួរគឺតើសប្តាហ៍នេះមានកុមារីចំនួនប៉ុន្មាននាក់1ចំនួន4នាក់2ចំនួន3នាក់3ចំនួន2នាក់សូមទូរស័ព្ទទៅកាន់លេខ8188រួចចុចលេខ0ដើម្បីចូលរួមឆ្លើយសំណួរនិងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ Smartphone មួយគ្រឿងពីស្រាបៀរអង្គរប្រញាប់ឡើងការឆ្លើយសំណួរនឹងបញ្ចប់នៅថ្ងៃសៅរ៍ទី9សីហានាំមកជម្រុញអ្នកដោយរីករាយជាមួយទឹកសណ្តែកខ្មៅ Joss ថ្មីនិងទឹកសណ្តែកស Joss សម្រាប់រាងកាយរឹងមាំ Joss ជំរុញបរិបទធម្មជាតិស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំបេះដូងខ្មែរលៀបអាយ Sheer Color វីតាមីនតាក់ទាញពីបបោមាត់កាន់ឈូលៀបអាយត្រជាក់មែនមិនស្រែងចាំមកស្អាតពិតត្រជាក់ពិតអុកស៊ីលុយមិនទុយក្រូមីមាន DHA ដល់ទៅ6ដងសម្រាប់ការលូតលាស់ខួរក្បាលនិង Prebiotic ការពារប្រព័ន្ធរាងកាយកុមារឲ្យរឹងមាំនំស្រួយវ៉ាន់វ៉ាន់ពិតជាមានរសជាតិឆ្ងាញ់មែនវ៉ាន់វ៉ាន់ Revlon បញ្ចេញមុនស្នេហ៍ពេញរាងកាយអស់លោកស្រីនេះកញ្ញាកម្មវិធីសំដៀងចែងចាំងបានវិលមកជួបលោកនេះកញ្ញាវិញនៅក្នុងវិញ្ញាសានេះគឺជាវិញ្ញាសាបត់មនោសញ្ចេតនាសូមអស់លោកនេះកញ្ញាជួបកុមារីសូម៉ាលីននេះគឺចម្រៀងសំនៀងខ្លោចសា
កូនអានពាក្យអត់ទាន់ច្បាស់ទេមកពីកូនប្រើសំឡេងនៅចុងច្រមុះមួយទៀតកូនឯងច្រៀងអត់ទាន់ខ្ពស់បានល្អទេកន្លែងស្រែកហ្នឹងកូនឯងទម្លាក់មកខ្សុយណាសលេងខ្មោចហ្នឹងចេះប្រើប៉ុន្តែអត់ទាន់ចេះសម្រួលឲ្យតាវាទៅតាមដំណើរណាអរគុណច្រើនកូនអរគុណ សំឡេងមានអត់កម្រិតសំឡេងអូនកន្លែងខ្លះទៅសប៉ែតកន្លែងខ្លះទៅមូលកន្លែងខ្លះទៅជ្រុងណាវាខុសអញ្ចឹងណាដល់អញ្ចឹងធ្វើម៉េចឲ្យសំឡេងអូនហ្នឹងឲ្យបានជារូបរាងណាជារូបរាងហ្នឹងគឺស្រស់ណាថ្លាចាំងពេញពីដងខ្លួនអាហ្នឹងមកថាពេញរូបរាងអូខេអរគុណ បងគិតថាប្អូននៅមានពេលវេលាសម្រាប់រៀនទៀតតែបងសុំសរសើរថាប្អូនចេះច្រៀងតាំងពីអាយុប៉ុណ្ណឹងទៅសលេងក៏ល្អដែរអញ្ចឹងបានន័យថាធ្លាក់ឬជាប់ក៏ដោយបន្តការស្រឡាញ់នឹងតទៀតកុំអស់សង្ឃឹមជូនពរអូនអរគុណចាអរគុណ លីនបងមានអារម្មណ៍ដូចលីនកំពុងនិយាយអញ្ចឹងកំពុងតែច្រៀងអញ្ចឹងបានន័យថាលីនបញ្ចូលមនោសញ្ចេតនាទាំងទឹកមុខទាំងកាយវិការបងយល់ថាសម្លេងបងអូនមានកម្រិតប៉ុន្តែធ្វើឲ្យពេលដែលស្ដាប់ទៅធ្វើឲ្យមនុស្សទាំងអស់លងនឹងសម្លេងដ៏ពិរោះនិងផ្អែមរបស់លីនមែនទែនអញ្ចឹងសូមជូនពរហើយក៏សូមអបអរសាទរដែលលីនធ្វើបានល្អមែនទែននៅវគ្គចុងក្រោយនេះបាទអរគុណបាទនៅពេលនេះចាក្មួយស្រីសម្រាប់សិនចោះណាលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងកញ្ញាជួបកុមារាឡាយសុភត្រា ជួបគណៈកម្មការចាទាំង4រូបតែម្ដងសូមជើញភ័ត្រានិយាយថាច្រៀងទៅអត់ប្រឹងណាប៉ុន្តែភ័ត្រាត្រូវរណារអាដេញពណ៌សម្បល់នៃសម្លេងធ្វើម៉េចឲ្យព្រោះជាងហ្នឹងទៀតយើងត្រូវច្រៀងត្រូវរនៅក្បាលនេះក្បាលនៅទ្រូងចេញពីខ្យល់មកណាដល់អញ្ចឹងភ័ត្រាអញ្ចឹងវាខ្វះអាពណ៌សម្បល់ហ្នឹងណាដល់អញ្ចឹងវាទៅជាគីឡូបងគិតថាសម្លេងប្អូនប្រហែលជាប្អូននៅក្មេងពេកអត់ទាន់ពេញណាស្ដាប់ទៅនៅស្រាលអញ្ចឹងបានន័យថាបើសិនធ្លាក់ឬជាប់អូនត្រូវទៅរៀនបន្ថែមដើម្បីរកខ្លួនឯងឲ្យឃើញឲ្យខ្លួនឯងខ្លាចជាតារាម្នាក់នៅថ្ងៃមុខជូនពរប្អូនបាទអូខេអរគុណបាទសុភត្រាអ្នកណាម្នាក់លើលោកអត់មានអ្នកណាល្អឥតខ្ចោះហើយក៏អ្នកណានៅលើពិភពលោកត្រូវតែមានកំហុសអញ្ចឹងច្បាប់សុភ័ក្រអត់ទាន់ច្បាស់ហើយអត់ទាន់ចំទេហើយបងស្ដាប់ទៅសុភ័ក្រដូចជានិយាយរៀបរាប់មិនមែនច្រៀងរៀបរាប់សុភ័ក្រយល់ប៉ុន្តែបើសិនជាប្រៀបធៀបពីបទមុនសុភ័ក្រធ្វើបានល្អច្រើនមែនទែនប៉ុន្តែបងព្យាយាមយកចំណុចដែលខ្វះខាតអានទីងទូចហ្នឹងដើម្បីសុភ័ក្រយល់បាទយល់ទេភ័ត្រាណាបាទអរគុណបាទក្មួយប្រុសបាទមីងស្ដាប់ក្មួយឯងច្រៀងទៅគឺថាក្មួយច្រៀងគ្រាន់តែឲ្យថាឆាប់ចប់ក្មួយនៅអត់ទាន់ចេះប្រើអារម្មណ៍ដាក់អារម្មណ៍ទេដូច្នេះកូនត្រូវទៅហាត់ពុតលុតដំសំឡេងជាមួយនឹងគ្រូជំនាញឲ្យបានសិនណាកូនណាចាបានកូនអាចឈានទៅដល់ស្ពានតារាបានកូនទាំងអស់នៅមានពេលវេលាច្រើនណាកូនណាបាទអរគុណច្រើនចា
ចាសូមអញ្ជើញលោកអ្នកនាងកញ្ញាជួបកុមារីស្រីពេជ្រជាបន្តទៅទៀតសូមអញ្ជើញ បទទី1មីងគិតថាក្មួយឯងភ័យធ្វើឲ្យក្មួយឯងដាច់សម្លេងចាលាត់គុនឯងច្រៀងគុនឯងត្រូវដឹងថាគេកំពុងចាំស្ដាប់ថាគុនឯងនិយាយពីអីបើគុនឯងច្រៀងរៀងខ្ទប់ចុងច្រមុះខ្លីអញ្ចឹងអារម្មណ៍គេចិត្តហោះទៅដល់ហើយត្រឡប់មកវិញនេះជាទឹកចុងក្រោយហើយសម្រាប់យើងចាំមើលបន្ទុកមើលតើបានប្រមាណណាចាអរគុណក្មួយចង់ឲ្យសម្លេងក្មួយវិវត្តទៅថ្ងៃមុខឲ្យបានល្អក្មួយត្រូវផ្ដោតទៅលើដង្ហើមមិនមែនទេដល់អញ្ចឹងយើងធម្មជាតិយើងល្អហើយប៉ុន្តែការសិក្សាត្រូវតែមានដល់អញ្ចឹងក្មួយត្រូវរកអ្នកណាដែលចេះដឹងអំពីដង្ហើមច្រៀងពិតហ្នឹងតើធ្វើម៉េចគេដឹងថាឧបករណ៍ហ្នឹងវាត្រូវអីខ្លះអរគុណបាទអរគុណ ពេជ្របងឃើញទឹកមុខពេជ្របងអាចជំរាបបានថាកំពុងតែបារម្ភហើយមួយទៀតពេជ្រត្រូវឆ្លាតពេលដែលពេជ្រខុសសូមកុំពេជ្រគុំបង្ហាញនៅកំហុសរបស់ពេជ្រដូចមិនអញ្ចឹងពេជ្រខុសអញ្ចឹងក៏បត់កំពុងតែមនោសញ្ចេតនាពេជ្រកំពុងតែផ្ដោតអារម្មណ៍ទៅអញ្ចឹងប៉ុន្តែសម្លេងពេជ្រនៅតែល្អអញ្ចឹងយកវាមកប្រើថែមទៀតសម្លេងដ៏ល្អហ្នឹងបើសិនជាថ្ងៃក្រោយទៅពេជ្រមានឱកាសជាប់ណាអរគុណច្រើនមែនតើអរគុណ តែបងគិតថាពេជ្រល្អព្រោះពេជ្រដឹងខ្លួនឯងច្រៀងខុសតែគ្រាន់តែយើងចេះលាក់ពីអារម្មណ៍ហ្នឹងតែយើងដឹងចេះយើងដឹងថាយើងច្រៀងខុសកន្លែងហ្នឹងហើយគឺយើងអាចកែបានអញ្ចឹងបានន័យថាបងអូននៅមានកម្រិតល្អជាងនឹងទៀតចាអូនធ្វើបានល្អអរគុណចាសម្រាប់វគ្គនេះលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជននឹងបានជួបនៅកុមារាមួយរូបទៀតគឺកុមារារតនសិទ្ធិ ជាអ្នកតោស្នេហ៍គ្មាន កំហុសព្រោះបៀងសន្យាបណ្ដឹងពីអូនរៀបមកគុលកាស្រាប់តា
ជាវិញ្ញាសាចុងក្រោយនៅក្នុងកម្មវិធីសំនៀងចែងចាងចាវិញ្ញាសាច្រៀងបទមនោសញ្ចេតនាសូមជួបគណៈកម្មការទាំង4រូបសូមអញ្ជើញចា សិតមានអារម្មណ៍មិនដែរដែលបានបញ្ចប់បទទី3នេះ ចាមិនដែរកូននិយាយមើល ពេញចិត្តបង ពេញចិត្ត បាទ បងជឿថាបទហ្នឹងមិនមែនជាបទដែលសិតមិនចំជាមួយសិតទេព្រោះសំបីតែចង្វាក់ក៏សិតរៀង slow ជាងយឺតជាងតង់គឺសិតចាប់ដើមមកខុសតង់ហ្មងពេលដែលពាក់កណ្ដាលបទសិតចូលតង់ត្រូវវិញអានៅអីហ្នឹងក៏វាមានបញ្ហាអញ្ចឹងទៀតអញ្ចឹងណាសិនគួរតែក្លាហានអ្វីដែលយើងធ្វើយើងខុសយើងគ្រាន់ទទួលវាណាសិនណាបាទអរគុណហើយជូនពរអរគុណមែនតើបាទ ពីបត់មុនឡើងលយមកបត់ក្រោយឡើងភ្លាវតែមិនធ្វើទេបងគិតថាអាចកែបានបាទឲ្យអូនប្រឹងតទៅទៀតសំខាន់ពេលច្រៀងស្ដាប់តង់ហើយនឹងចង្វាក់ផងយល់ទេ យល់បង ធ្វើបានអត់ ធ្វើបាន ខ្លួនឯងចេះច្រៀងល្អណាស់ប៉ុន្តែយ៉ាងម៉េចដំបូងហ្នឹងចាប់ផ្ដើមឡើងគឺខុសតង់ទាំងស្រុងតែថ្ងៃមុខខ្លួនឯងត្រូវគិតថាតារាល្បីមួយដួងមិនមែនចេះតែច្រៀងតាមគេឬក៏ចេះតែច្រៀងអ្វីដែលខ្លួនចេះទេគឺត្រូវចេះអ្វីដែលគេផ្ដល់ឲ្យភ្លាមផងបើធ្វើបាននឹងពូកែបំផុតអូខេចាំមើលបន្ទុកទាំងអស់គ្នាណាបងស្អាត សំលេងបងអូននៅក្មេងហើយធ្វើម៉េចច្រៀងធ្វើម៉េចកុំឲ្យងើយទៅចេះពេលស្រែកណាតិចនិចច្រៀងហ្នឹងបងអូនធ្វើម៉េចឲ្យស្មើអញ្ចឹងដើម្បីធ្វើម៉េចកុំឲ្យអំពងកនេះកឡើតយើងនេះតែឡើងលើទៅគឺក្តៀនហើយទៅថ្ងៃមុខឲ្យបងអូននៅក្មេងបងអូនត្រូវធ្វើម៉េចទប់កឡើតហ្នឹងកុំឲ្យវាឡើងដល់លើណាអូខេបានអរគុណបងបាទ លោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនពីកម្មវិធីរបស់យើងខ្ញុំក៏សូមអនុញ្ញាតពីលោកអ្នកនាងកញ្ញាសម្រាប់មួយផ្លែតសិនបន្តិចទៀតយើងជួបគ្នានៅការប្រកាសលទ្ធផល សំណួរគឺតើសប្តាហ៍នេះមានកុមារីចំនួនប៉ុន្មាននាក់ 1 ចំនួន 4 នាក់ 2 ចំនួន 3 នាក់ 3 ចំនួន 2 នាក់សូមទូរស័ព្ទទៅកាន់លេខ 8188 រួចចុចលេខ 0 ដើម្បីចូលរួមឆ្លើយសំណួរនិងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ Smartphone មួយគ្រឿងពីស្រាបៀរអង្គរប្រញាប់ឡើងការឆ្លើយសំណួរនឹងបញ្ចប់នៅថ្ងៃសៅរ៍ទី 9 សីហា នាំមកជូនលោកអ្នកដោយ រីករាយជាមួយទឹកសណ្តែកខ្មៅ Yos ថ្មីនិងទឹកសណ្តែកស Yos សម្រាប់រាងកាយរឹងមាំ Yos ជំរុញបេតិកធម្មជាតិ ស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំបេះដូងខ្មែរ Lip Eye Sheer Color ពីវីតាមីនតាក់ទាញពីបបោមាត់កាន់ឈ្ងុយ Lip Eye ត្រជាក់មែនមិនស្រែងចាំមកស្អាតពិតត្រជាក់ពិត Oxy ដោយមិនដោយក្រូមីមាន DHA ដល់ទៅ6ដងសម្រាប់ការលូតលាស់ខួរក្បាលនិងព្រីបាយអូទិកការពារប្រព័ន្ធរាងកាយកុមារឲ្យរឹងមាំ នំស្រួយវ៉ាំពិតជាមានរសជាតិឆ្ងាញ់មែនវ៉ាំ Revlon បញ្ចេញមុនស្នេហ៍ពេញរាងកាយ នៅក្នុងពេលនេះអស់លោកអ្នកនាងកញ្ញានឹងបានជួបចាក្មួយចំនួន2រូបជាបន្តទៀតប៉ុន្តែមុននឹងជួបក៏សូមជម្រាបជូនដល់លោកអ្នកនាងកញ្ញាប្រសិនបើចង់ទស្សនានៅកម្មវិធីសំនៀងចែងចាំងចាលោកអ្នកនាងកញ្ញាអាចចូលទៅក្នុងទំព័រ Facebook ដែលមានចេញតាមរយៈកញ្ចក់ទូរទស្សន៍លោកអ្នកនាងកញ្ញាអាចទស្សនាបានគ្រប់សកម្មភាពនៅក្នុងកម្មវិធីសំនៀងចែងចាំងនៅក្នុងពេលនេះសូមអញ្ជើញលោកអ្នកនាងកញ្ញាជួបកុមារីស្រីមុំ Love
មុំបងអាចនិយាយបានសម្លេងមុំនៅតែល្អប៉ុន្តែបទនេះបងមានអារម្មណ៍ថាមុំដូចជាដកដង្ហើមច្រើនពេកគេធ្វើឲ្យបទហ្នឹងវាអត់រលូនទេអញ្ចឹងអាហ្នឹងជាកំហុសដែលបងជូនហើយស្ដាប់គណៈកម្មការផ្សេងប្រហែលជាគាត់មានអ្វីបន្ថែមពីលើហ្នឹងទៀតបាទអរគុណកូនឯងច្រៀងដាច់សំឡេង still អីមិនដឹងទេប៉ុន្តែអាពាក្យដូចសូមតែត្រឹមថ្នាក់ថ្នមមកជាប់គ្នាណាកូនណាកែកន្លែងហ្នឹងអរគុណជូនដល់លោកគ្រូម្នាក់ទៀតដើម្បីជួយទៅថ្ងៃមុខបងអូនគេមានជ័យជំនះអីត្រូវហាត់ដង្ហើមហើយបត់ហ្នឹងព្រោះវាស្រួលពេកណាស្រួលមួយយ៉ាងពិបាកផងដង្ហើមយើងខ្លីណាដង្ហើមយើងខ្លីដង្ហើមយើងអត់តន់បានល្អហ្នឹងតែអញ្ចឹងធ្វើម៉េចហាត់ដង្ហើមឲ្យបានល្អបត់ផ្សេងនឹងអាចទៅរួចបានល្អជាងនឹងទៀតណាអរគុណច្រើនបាទសំឡេងបងអូនល្អតែច្រៀងមិញមកពីបត់វាធូរពេកហើយរៀងផុតដង្ហើមហើយអត់សូវមានមនោចេតនាតែបងស្រឡាញ់សលេងបងអូនព្រោះអរគុណអូនចាអរគុណច្រើនអស់លោកអ្នកនាងកញ្ញាយើងនៅសល់បេក្ខជនមួយរូបទៀតចានៅក្នុងវិញ្ញាសាបទមនោសញ្ចេតនាគឺកុបារ៉ាសៀងហៃជំរាបថាចេះតែមកស្ទីលលុយអត់បានច្រើននេះណាដល់កូនឯងច្រៀងបានតែស្រីចុះឧបមាថាថ្ងៃណាគេត្រូវការប្រុសដែរអញ្ចឹងអ្វីក៏ដោយបើយើងធ្វើបានច្រើនមុខវាប្រសើរជាងណាបានចាំមើលបន្ទុកទាំងអស់គ្នាអរគុណច្រៀងបើស្ដាប់បិទភ្នែកស្ដាប់ណាដូចហ្មងដូចម្ចាស់សំឡេងគេសុំប្រសើរហ្មងច្រៀងព្រោះអរគុណសុំតែមនុស្សស្រីឯងសំឡេងមិញតែប្អូនធ្វើបានល្អអត់មានអីទាស់ទេអរគុណសំឡេងហ្នឹងក៏អភិវឌ្ឍទៅល្អបានដែរបើសិនជាប្អូនបើកខាងលើនេះយល់ពាក្យថាបើកទេបានការគិតការបញ្ចេញខ្យល់ពីនេះទៅកំពង់កធ្វើឲ្យទលាយដើម្បីឲ្យខ្យល់ហ្នឹងចេញមកវាយអំពង់សំឡេងហ្នឹងស្ទះសំឡេងហ្នឹងឲ្យបានទៅដល់លើបាទអញ្ចឹងចាំមើលទៅថ្ងៃក្រោយទៀតអរគុណបាទសៀងហៃបងនៅតែស្រឡាញ់សំឡេងសៀងហៃហើយសៀងហៃនៅតែធ្វើបានល្អអញ្ចឹងបងអាចជំរាបបានថាដដែលបើសៀងហៃព្យាយាមបដូរវាឲ្យសៀងហៃយកសំឡេងមនុស្សស្រីហ្នឹងណាសៀងហៃព្រោះសៀងហៃគឺជាសំឡេងរបស់សៀងហៃចង់ច្រៀងបទស្រីហ្នឹងបាច់ច្រៀងសំឡេងប្រុសទេប៉ុន្តែយកអ្នកចម្រៀងផ្សេងយកបទផ្សេងមកធ្វើសៀងហៃនឹងបានល្អជាងនឹងទៀតណាបាទអរគុណហើយយើងចាំមើលបន្ទុកទាំងអស់គ្នាសៀងហៃណាបាទអរគុណដែលខំប្រឹងធ្វើដល់យ៉ាងល្អបាទលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនពីកម្មវិធីយើងក៏សូមពេលវេលាពីលោកអ្នកនាងកញ្ញាសម្រាប់មួយផ្លែតសិនបន្តិចទៀតយើងជួបគ្នានៅការប្រកាសលទ្ធផលសំណួរគឺតើសប្តាហ៍នេះមានកុមារីចំនួនប៉ុន្មាននាក់1ចំនួន4នាក់2ចំនួន3នាក់3ចំនួន2នាក់
សូមទូរស័ព្ទទៅកាន់លេខ8188រួចចុចលេខ0ដើម្បីចូលរួមឆ្លើយសំណួរនិងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ Smartphone មួយគ្រឿងពីស្រាបៀរអង្គរប្រញាប់ឡើងការឆ្លើយសំណួរនឹងបញ្ចប់នៅថ្ងៃសៅរ៍ទី9សីហានាំមកជម្រុញអ្នកដោយរីករាយជាមួយទឹកសណ្តែកខ្មៅ Joss ថ្មីនិងទឹកសណ្តែកស Joss សម្រាប់រាងកាយរឹងមាំ Joss ជំរុញបេះធម្មជាតិស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំបេះដូងខ្មែរ Lip Eye Sheer Color វិតាមីនតាក់ទាញពីបបោមាត់កាន់ឈូ Lip Eyes ត្រជាក់មែនស្រែចាំមកស្អាតពិតត្រជាក់ពិតអុកស៊ី លុយមិនទុយក្រូមីមាន DHA ដល់ទៅ6ដងសម្រាប់ការលូតលាស់ខួរក្បាលនិង Prebiotic ការពារប្រព័ន្ធរាងកាយកុមារឲ្យរឹងមាំ នំក្រួយវ៉ាន់វ៉ាន់ពិតជាមានរសជាតិឆ្ងាញ់មែនវ៉ាន់វ៉ាន់ Revlon បញ្ចេញមុនស្នេហ៍ពេញរាងកាយនេះគឺជាពេលវេលាមួយដែលលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនកំពុងតែទន្ទឹងរង់ចាំទស្សនានៅក្នុងពេលនេះសូមបង្ហាញខ្លួនទាំង6រូបនៅលើវេទិកាបន្ទាប់ពីកុមារាបានបង្ហាញវត្តមាននៅលើវេទិកាហើយនៅក្នុងពេលនេះសូមទស្សនានៅការផ្ដល់ជាបន្ទុកជូនដល់ចាស់ប្អូនទាំង6រូបកុមារីសម៉ាលីនវិញ្ញាសាច្រៀងកំបាំងមុខទទួលបាន21បន្ទុកវិញ្ញាសាបទញាក់ទទួលបាន24បន្ទុកចំណែកឯវិញ្ញាសាបទមនោសញ្ចេតនាបានបន្ទុកប៉ុន្មាន24បន្ទុកសរុប69បន្ទុកអបអរសាទរកុមារាឡាយសុភក្ត្រាវិញ្ញាសាច្រៀងកំបាំងមុខទទួលបាន21បន្ទុកវិញ្ញាសាបទញាក់ទទួលបាន22បន្ទុកចំណែកឯវិញ្ញាសាបទមនោសញ្ចេតនាបានបន្ទុកប៉ុន្មាន22បន្ទុកសរុប65បន្ទុកអបអរសាទរចំណែកឯកុមារីអូនស្រីពេជ្រវិញ្ញាសាច្រៀងកំបាំងមុខទទួលបាន24បន្ទុកចំណែកឯវិញ្ញាសាបទញាក់ទទួលបាន24បន្ទុកចុះវិញ្ញាសាបទមនោសញ្ចេតនាវិញបានប៉ុន្មាន25បន្ទុកសរុប73បន្ទុកអបអរសាទរជាបន្តទៅទៀតយើងឈានចូលដល់កុមារាបូនរតនសិទ្ធិវិញ្ញាសាច្រៀងកំបាំងមុខទទួលបាន23បន្ទុកវិញ្ញាសាបទញាក់ទទួលបាន25បន្ទុកចុះចំណែកវិញ្ញាសាបទមនោសញ្ចេតនាវិញបានប៉ុន្មាន25បន្ទុកសរុប73បន្ទុកអបអរសាទរកុមារីហួតស្រីមកវិញ្ញាសាច្រៀងកំបាំងមុខទទួលបាន25បន្ទុកវិញ្ញាសាបទញាក់ទទួលបាន24បន្ទុកចំណែកឯវិញ្ញាសាទី3គឺវិញ្ញាសាបទមនោចេតនាទទួលបាន23បន្ទុកសរុប72បន្ទុកសូមអបអរសាទរកុមារាតាប់សៀងហៃវិញ្ញាសាច្រៀងកំបាំងមុខទទួលបាន24បន្ទុកវិញ្ញាសាបទញាក់ទទួលបាន24បន្ទុកវិញ្ញាសាបទមនោសញ្ចេតនាបាន23បន្ទុកសរុប71បន្ទុកសូមអបអរសាទរជ័យលាភីជូនដល់ចាក្មួយស្រីពេជ្រនិងចាក្មួយប្រុសរតនសិទ្ធិអបអរសាទរជូនដល់ចាក្មួយទាំងពីរហើយក្មួយដែលបានជាប់ណាក៏មកអន្តគុណចាត់ណាកូនណាចាឥឡូវនេះក្មួយសូមសម្រាប់សិនចោះណាសូមចូលរួមសោកស្ដាយសូមបន្តនៅអាជីពអ្វីដែលខ្លួនស្រឡាញ់ខាងផ្នែកវិស័យសិល្បៈផ្នែកចម្រៀងទៀតណាកូនណាអបអរសាទរចំពោះក្មួយទាំងពីរដែលបានទទួលនៅ JLP ចាបានទៅវគ្គបន្តទៀតហើយនៅក្នុងពេលនេះក៏សូមចាគណៈកម្មការមានយោបល់បន្តិចសម្រាប់ក្មួយទាំងពីរចាសូមអញ្ជើញជាដំបូងសូមសោកស្ដាយចំពោះក្មួយដែលមិនបានជាប់ពីព្រោះថាការឲ្យតម្លៃរបស់យើងខ្ញុំនឹងតាំងពីដើមមកគឺសង្កត់ទៅលើទេពកោសល្យពីធម្មជាតិអ្វីត្បិតកន្លែងខ្លះគាត់មានខុសចង្វាក់ឬក៏ខុសតង់បន្តិចបន្តួចយើងលើកលែងតាំងពីដំបូងអញ្ចឹងសរុបទៅគឺយើងខ្ញុំសម្លឹងទៅមើលទេពកោសល្យពីធម្មជាតិពីក្នុងខ្លួនរបស់គាត់តែម្ដងអ្វីត្បិតគាត់ខុសភ្លៀងភ្លាត់នេះជាការចៃដន្យអ្នកណាក៏ចេះខុសដែរប៉ុន្តែសំខាន់គឺគាត់មានអ្វីដែលជាទេពកោសល្យពិតរបស់គាត់គឺសម្លេងនឹងតែម្ដងមានលក្ខណៈសិល្បៈអញ្ចឹងក្មួយដែលធ្លាក់សូមឲ្យក្មួយខំកែប្រែទេពកោសល្យឲ្យកាន់តែល្អដើម្បីប្រឡងលើកក្រោយហើយនឹងក្មួយដែលបានជាប់ត្រូវប្រឹងប្រែងបន្តទៀតព្រោះថាក្មួយនៅមានពេលនឹងត្រូវប្រកួតទៅមុខទៀតមិនមែនចប់ត្រឹមនឹងនេះក្មួយណាចាអរគុណ
នេះខ្ញុំក៏សូមអរគុណដល់គណៈកម្មការទាំង4រូបដែលចំណាយពេលវេលាដ៏មានតម្លៃដាក់បន្ទុកយ៉ាងសុក្រិតជូនដល់ចាស់ក្មួយៗហើយនិងបេក្ខជននិងបេក្ខនារីចូលរួមនៅក្នុងកម្មវិធីអរគុណដល់ប្រិយមិត្តទូរទស្សនិកជនដែលទស្សនាកម្មវិធីតាំងពីដើមរហូតមកដល់ចប់គ្រប់ជូនពរបងប្អូនដែលទស្សនានៅទីនេះនិងទស្សនានៅតាមគេហដ្ឋានសូមទទួលបាននូវសេចក្តីសុខនិងសេចក្តីចម្រើនទទួលបាននូវលាភសំណាងគ្រប់ពេលវេលាហើយក៏សូមអរគុណដល់អ្នកឧបត្ថម្ភកម្មវិធីទាំងអស់មានដូចជារីករាយជាមួយទឹកសណ្តែកខ្មៅ Joss ថ្មីនិងទឹកសណ្តែកស Joss សម្រាប់រាងកាយរឹងមាំ Joss ជំរុញបេធម្មជាតិស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំបេះដូងខ្មែរ Lip Eye Sheer Color វីតាមីនតាក់ទាញពីបបោមាត់កាន់ឈ្ងុយ Lip Eye ត្រជាក់មែនមិនស្រែងចាំមកស្អាតពិតត្រជាក់ពិតអុកស៊ី លុយមិនដូចក្រូមីមាន DHA ដល់ទៅ6ដងសម្រាប់ការលូតលាស់ខួរក្បាលនិង Prebiotic ការពារប្រព័ន្ធរាងកាយកុមារឲ្យរឹងមាំ នំស្រួយវ៉ាន់វ៉ាន់ពិតជាមានរសជាតិឆ្ងាញ់មែនវ៉ាន់វ៉ាន់ Revlon បញ្ចេញមុនស្នេហ៍ពេញរាងកាយ នៅក្នុងពេលនេះចានេះខ្ញុំរួមទាំងក្រុមការងារទាំងអស់សូមគ្រប់ជូនពរនិងគ្រប់លាប្រិយមិត្តទូរទស្សនិកជនត្រឹមតែប៉ុណ្ណេះជួបគ្នាសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែលសម្រាប់សប្តាហ៍ក្រោយសំណួរគឺតើសប្តាហ៍នេះមានកុមារីចំនួនប៉ុន្មាននាក់1ចំនួន4នាក់2ចំនួន3នាក់3ចំនួន2នាក់សូមទូរស័ព្ទទៅកាន់លេខ8188រួចចុចលេខ0ដើម្បីចូលរួមឆ្លើយសំណួរនិងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ Smartphone មួយគ្រឿងពីស្រាបៀរអង្គរប្រញាប់ឡើងការឆ្លើយសំណួរនឹងបញ្ចប់នៅថ្ងៃសៅរ៍ទី9សីហា